នស្រមៃមើលបើអ្នកទៅមើលផ្ទះមួយដែលគេទុកចោលយូរហើយនៅក្នុងបន្ទប់មួយអ្នកឃើញមនុស្សម្នាក់ឈរនៅចំកណ្ដាលទ្វារតែអ្នកដែលនាំអ្នកទៅវិញបែរជាមិនហ៊ានឲ្យអ្នកចូលរឿងនេះចាប់ផ្ដើមពីការទៅមើលផ្ទះល្វែងចាស់មួយដែលម្ចាស់បានទុកចោលអស់រយៈពេលយូរពេលចូលទៅក្នុងផ្ទះអ្វីមើលទៅធម្មតាប៉ុន្តែមានអារម្មណ៍ចម្លែកមួយដូចជាផ្ទះនេះមិនដែលត្រូវបានទុកឲ្យនៅទំនេរទាំងស្រុងឡើយពេលឡើងទៅជាន់លើបន្ទប់មួយនៅខាងក្រោយត្រូវបានចាក់សោពេលបើកទ្វារបានតែបន្តិចស្រាប់តែមានរូបរាងមនុស្សម្នាក់ឈរនៅក្នុងភាពងងឹតអ្នកដែលនាំគាត់ទៅមើលផ្ទះភ្លាមបានសួរលោកគ្រូបន្ទប់នេះចាំបាច់មើលទេសំណួរមួយនេះកាន់តែធ្វើឲ្យគាត់សង្ស័យព្រោះបន្ទប់មុនគាត់មិនដែលត្រូវបានហាមឃាត់បែបនេះឡើយគាត់សម្រេចចិត្តមិនចូលហើយបិទទ្វារវិញប៉ុន្តែពេលកំពុងចុះជណ្ដើរគាត់បានងើយមើលទៅខាងលើហើយអ្វីដែលឃើញធ្វើឲ្យបេះដូងស្ទើរឈប់លោតដូចជាមានដៃមនុស្សមួយលេចចេញពីកន្លែងជណ្ដើរហើយបាត់ចូលទៅក្នុងបន្ទប់វិញគាត់គិតថាប្រហែលជាភ្នែករបស់គាត់ស្រវាំងប៉ុន្តែរឿងមិនទាន់ចប់ទេពេលអ្នកដែលនាំគាត់មកដល់កណ្ដាលជណ្ដើរស្រាប់តែបរិះនោះរត់ចុះទៅក្រោមយ៉ាងលឿនដោយមិនរងចាំគាត់សោះពេលសួរទើបដឹងថាគាត់បានឃើញនារីម្នាក់ដែលមានសក់វែងឈរនៅលើជណ្ដើរហើយសម្លឹងមកគាត់ប៉ុន្តែអ្នកនិទានរឿងវិញមិនបានឃើញនាងនៅពេលនោះទេបន្ទាប់មកពួកគេត្រឡប់ទៅបន្ទប់នោះម្ដងទៀតលើតុក្នុងបន្ទប់មានគ្រឿងសម្អាងជាច្រើនដូចជាក្រែមម្សៅនិងរបស់ប្រើប្រាស់របស់នារីម្នាក់ប៉ុន្តែអ្វីដែលចម្លែកគឺរបស់ទាំងអស់មើលទៅដូចជាថ្មីហាក់ដូចជាមាននរណាម្នាក់រៀបចំទុកជាប្រចាំហើយនៅពេលបើកទ្វារបន្ទប់ទឹកខ្សែមួយត្រូវបានព្យួរនៅកណ្ដាលបន្ទប់នៅពេលនោះទើបគាត់ចាប់ផ្ដើមយល់ថារូបរាងដែលពួកគេឃើញមុននេះប្រហែលជាមិនមែនជារឿងចៃដន្យទេគាត់បិទទ្វារហើយអធិស្ឋានសូមឲ្យវិញ្ញាណដែលនៅទីនោះបើមានបំណងចង់ទៅកាន់ទីថ្មីសូមទៅដោយសុខហើយកុំបន្តនៅក្នុងផ្ទះនេះទៀតប៉ុន្តែពេលទ្វារបិទស្រាប់តែមានសម្លេងក្ដុំដូចជាមានអ្វីមួយធ្លាក់នៅខាងក្នុងគាត់បើកមើលវិញគ្មានអ្វីសោះបន្ទាប់មកគាត់បានឃើញនារីម្នាក់អង្គុយនៅជិតជណ្ដើរនាងស្លៀកសម្លៀកបំពាក់បែបនារីហើយសម្លឹងមកគាត់ដោយភ្នែកមួយចំហៀងដែលមានសភាពខុសប្រក្រតីគាត់មិននិយាយអ្វីទេគ្រាន់តែដើរហួសក្រោយមកម្ចាស់ផ្ទះបានប្រាប់ការពិតនារីម្នាក់នោះគឺជាកូនស្រីរបស់គាត់កាលពីមុននាងបាននាំសង្សារមកផ្ទះខណៈឪពុកមិននៅពេលឪពុកត្រឡប់មកវិញគាត់ខឹងយ៉ាងខ្លាំងហើយដោយសារកំហឹងគាត់បានដាក់ទណ្ឌកម្មកូនស្រីយ៉ាងធ្ងន់ធ្ងររហូតនាងត្រូវបានបង្ខាំងនៅក្នុងបន្ទប់នោះនៅទីបំផុតនាងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់នោះអ្វីដែលឈឺចាប់ជាងគេគឺមុននាងស្លាប់នាងបានបន្សល់ទុកសារមួយថានាងមិនបានធ្វើអ្វីខុសទេនាងគ្រាន់តែស្រឡាញ់មនុស្សម្នាក់ក្រោយការស្លាប់របស់កូនស្រីឪពុកក៏ចាប់ផ្ដើមជួបហេតុការណ៍ចម្លែកនៅក្នុងផ្ទះគាត់មានអារម្មណ៍ដូចជាកូនស្រីមកសង្កត់ឬមកអង្គុយលើខ្លួនហើយធ្វើឲ្យគ្រួសារមិនអាចរស់នៅក្នុងផ្ទះនោះដោយសុខបានទៀតទីបំផុតពួកគេបានរើចេញពីផ្ទះប៉ុន្តែវិញ្ញាណរបស់កូនស្រីនៅតែដូចជាមិនចង់ចាកចេញហើយអ្វីដែលធ្វើឲ្យរឿងនេះកាន់តែសោកសៅគឺឪពុករបស់នាងនៅតែស្រឡាញ់កូនស្រីខ្លាំងណាស់គាត់បានសារភាពថាក្នុងមួយជីវិតរបស់គាត់ធ្លាប់វាយកូនស្រីតែម្ដងប៉ុណ្ណោះប៉ុន្តែការវាយតែមួយលើកនោះបានក្លាយជារឿងដែលគាត់សោកស្ដាយពេញមួយជីវិតដូច្នេះរឿងនេះមិនមែនមានត្រឹមតែភាពរន្ធត់ទេវាជារឿងដែលរំលឹកថាពេលឪពុកម្ដាយខឹងកុំឲ្យកំហឹងមួយភ្លែតក្លាយជាការសោកស្ដាយអស់មួយជីវិតហើយសម្រាប់កូនវិញពេលខ្លះឪពុកម្ដាយអាចបង្ហាញការស្រឡាញ់តាមរបៀបដែលយើងមិនយល់ប៉ុន្តែការស្រឡាញ់និងការគ្រប់គ្រងមិនគួរធ្វើឲ្យកូនម្នាក់មានអារម្មណ៍ថាគ្មានផ្លូវចេញឡើយព្រោះមានរឿងខ្លះអាចសុំទោសបានប៉ុន្តែមានរឿងខ្លះពេលកើតឡើងហើយមិនអាចត្រឡប់ទៅកែបានទៀតនេះហើយជាមូលហេតុដែលរឿងមួយនេះទោះមានខ្មោចក៏ដោយអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនខ្មោចទេគឺការសោកស្ដាយរបស់មនុស្សដែលនៅរស់